បងប្អូននេះគឺជា Xiaomi 17 Pro Max ដែលបានផ្ទុះការចាប់អារម្មណ៍ខ្លាំងមែនទែនហើយខ្ញុំក៏ប្រហែលជាបានកាន់តេស្តក្រោយគេច្រើនដែរតែគេល្បីអញ្ចឹងខ្ញុំចង់យកមកមើលថាមានកន្លែងណាពិសេសខ្លះខ្ញុំថាវាផ្ទុះការចាប់អារម្មណ៍ខ្លាំងដោយសារគេអាចលក់បានដល់ទៅរាប់លានគ្រឿងក្នុងរយៈពេលតែ2ថ្ងៃទេបន្ទាប់ពីការចេញលក់ហើយនៅខ្មែរយើងក៏មានអ្នកសាកប្រើច្រើនដែរហើយខ្ញុំគិតថាវាមិនមែនផ្ទុះការចាប់អារម្មណ៍ដោយសារតែឈ្មោះ17 Pro Max នោះទេនៅខាងក្រោយនេះគឺជាកន្លែងដែលគួរឲ្យចាប់អារម្មណ៍គឺមានអេក្រង់ទំហំដល់ទៅ 2.9 អ៊ីនដែលអាចប្រើបានសម្រាប់មើលព័ត៌មានពីសារដំណឹងសម្រាប់លេងជាមួយវាពេលអបសុកនិងជាពិសេសគឺសម្រាប់ថតរូប selfie ហើយអាច selfie ចេញពីកាមេរ៉ាក្រោយគឺប្រកបណាស់យើងបានគុណភាពល្អជាងកាមេរ៉ាមុខច្រើនអេក្រង់វាតូចដែលមិនអាចមើលច្បាស់ដូចយើង selfie ចេញពីកាមេរ៉ាមុខទេតែយើងអាចមើលប្លង់និងកាយវិការមួយចំនួនស្នាមញញឹមអីទៅគឺបានហើយអេក្រង់ខាងក្រោយនេះបង្ហាញរូបភាពបានច្បាស់ម៉ត់និងមានពន្លឺភ្លឺខ្លាំងប៉ុនអេក្រង់មុខដែរហើយវាថាច់ទៀតអ្វីចឹងវាយើងលេងជាមួយវាសប្បាយអេក្រង់ខាងក្រោយហ្នឹងយើងក៏អាចបើកជាប់រហូតឬក៏បិទក៏បានដែរព្រោះខ្ញុំយកមកខ្ញុំឃើញវាបើកជាប់រហូតខ្ញុំបារម្ភដែរវាដំណើរការរហូតអាចឆាប់ខូចអីចឹងណានិយាយពីរូបរាងរបស់17 Pro Max គឺវាស្អាតវាមានទំហំរាងធំទៅខាងណាខាងក្រោយជាអេក្រង់ប្រភេទ matte មិនជាប់ស្នាមរៀបដៃហើយមានអេក្រង់ខាងក្រោយមួយអញ្ចឹងគឺវាខុសពីគេហ្មងគាត់នៅកលេចឆាច់គឺ17 Pro Max តែម្ដងចំពោះស៊ុំកាមេរ៉ាដែលមានអេក្រង់ហ្នឹងខ្ញុំគិតថាវាធ្វើត្រូវព្រោះពេលយើងកាន់ទូរស័ព្ទវាអត់ទៅទេយើងដាក់ដៃសម្រាប់បានល្អហើយវាក៏អត់ទៅពេលយើងសាកថ្ម wireless ឬក៏សាកបញ្ច្រាស់ទៅឧបករណ៍ផ្សេង17 Pro Max គឺជា version ពិសេសដែលមានតែ version ចិនទេអត់មាន global ទេប៉ុន្តែកុំមើលស្រាលវានាំយកបច្ចេកវិទ្យាខ្ពស់បំផុតដែលមាននៅពេលបច្ចុប្បន្ននេះមកអស់ហើយដូចជា chip ខ្លាំង Snapdragon 8 Elite Gen 5ដែលមានល្បឿនកប់តែតាមការតេស្តជាក់ស្ដែងវាឡើងកម្ដៅគួរសមដែរហើយកាមេរ៉ាគេ spec ធំគឺទំហំ50 megapixel ទាំង4គ្រាប់តែម្ដងខាងក្រោយ3និងខាងមុខ1នៅខាងក្រោមគេនេះគឺជា lens ultra wide ដែលយើងប្រឡាក់បន្តិចដោយសារជាទូទៅយើងដាក់ម្រាមដៃទៅវាច្រឡំបិទអាហ្នឹងអញ្ចឹងអាហ្នឹងវាឆាប់ប្រឡាក់ជាងគេហើយចំពោះថាមពលថ្មទូរស័ព្ទនេះមានថ្មធំដល់ទៅ 7500 mAh តែពិតជាធំមែនទែនថ្មធម្មតា 5000 mAh យើងប្រើបានមួយថ្ងៃពេញយ៉ាងស្រួលអានេះ 7500 អញ្ចឹងប្រើមួយឆ្អែតហើយយើងក៏ទទួលបាននៅល្បឿនសាកថ្មលឿនដល់ទៅ100 វ៉ាត់ហើយ speaker មួយគូលើក្រោមដែលលើកពីរោះហើយអេក្រង់គឺជាអេក្រង់រាបស្មើក៏ជាអេក្រង់ល្អកប់ដែរទាំងច្បាស់ទាំងភ្លឺទាំងល្បឿនលឿនរអិលជាមួយនឹង software របស់គេនេះចាំមើល animation របស់គេណាអានេះ always on wallpaper វាមានចលនាអញ្ចឹងមកយើងបើកសោឆ្វិចនិយាយទៅវាដំណើរការបានលឿន smooth មែនទេអញ្ចឹងសរុបចុងក្រោយនេះគឺជាទូរស័ព្ទកំពូលដែលមានអេក្រង់នៅខាងក្រោយបងប្អូនដែលអាសាប្រើកាមេរ៉ាថតខ្លួនឯងច្រើនទាំងថតរូបនិងវីដេអូទូរស័ព្ទនេះត្រូវបានហើយចំពោះរូបរាងខ្ញុំក៏គិតថាវាស្អាតលយនិងមិនច្រឡំមួយគេទេ